សម្រាប់អ្នកដែលគាត់ចង់ check សម្បត្តិយន្តហោះឬក៏គាត់ចង់ទិញសម្បត្តិយន្តហោះដោយខ្លួនឯងដែលចាំបាច់តាក់ទងទៅខាងក្រុមហ៊ុន agency អ្នកនរអាចចូលទៅ check app នេះបានគឺ trip.com ទាំងអស់គ្នា app នេះគឺមានជា app ក៏បានចែកចូល website ក៏បានប៉ុន្តែពី recommend របស់ខ្ញុំទៅបើសិនអ្នកនរចង់ធ្វើការទិញសម្បត្តិយន្តហោះតាម trip.com នេះខ្ញុំ recommend អ្នកនរ download ជា app តែម្ដងទៅវាស្រួលជាង website កុំឲ្យបាត់ពិបាកយើងសើរម្ដងទៀតអញ្ចឹងនៅពេលអ្នកនរ download app trip.com នេះបានហើយយើងអាច check ទៅដល់ចូលទៅក្នុង app ហើយយើងចុចពាក្យថា fly អ្នកនរអាចត្រូវជ្រើសរើសថាតើយើងជ្រើសរើសសម្បត្តិទិញសម្បត្តិទៅប្រទេសមួយណាយើងវាយប្រទេសដែលយើងចង់ទៅបន្ទាប់មកតើយើងចង់ទៅទិញសម្បត្តិទៅទេឬក៏អ្នកនរចង់ទិញទៅមកអញ្ចឹងបើសិនយើងទិញសម្បត្តិទៅទេយើងអាច select ពាក្យ one way ឬក៏ទៅមកទេគឺយើងអាច select ថា one way តែបើយើងទៅមកគឺយើងចុចពាក្យថា round trip បន្ទាប់មកអ្នកនរអាចវាយប្រទេសអ្នកនរចង់ទៅពីភ្នំពេញទៅប្រទេសណាមួយហើយចំនួនមនុស្សប៉ុន្មាននាក់ហើយបន្ទាប់មកទៀតអ្នកនរទាំងហោះហើរទៅថ្ងៃណានិងត្រឡប់មកវិញនៅថ្ងៃណាបើសិនយើងយកពាក្យថា round trip ប៉ុន្តែអ្នកនរយកពាក្យថា one way ទៅទេយើងគ្រាន់តែវាយថ្ងៃទៅក៏បានដែរតែអ្នកនរចង់ជ្រើសរើស one way ដែរប៉ុន្តែត្រឡប់មកវិញអញ្ចឹងអ្នកនរត្រូវវាយត្រឡប់ពីប្រទេសណាដើម្បីមកប្រទេសខ្មែរវិញហើយយើងចុចថ្ងៃយើងមកវិញទៅបានហើយបន្ទាប់មកទៀតយើងអាចចុចពាក្យ search នៅពេលដែលចុចពាក្យ search វានឹងឃើញចេញបែបនេះគឺមានជើងហៅច្រើនមែនទែនគ្រប់ airline ទាំងអស់គឺមាននៅក្នុង app នេះចឹងអ្នកនរអាច check សម្បត្តិបានថាសម្បត្តិទៅដែលយើងចង់ទៅប្រទេសហ្នឹងតើត្រូវចំណាយប៉ុណ្ណាទាំងទៅទាំងមកបើសិនអ្នកនរចង់ filter ថាតើអ្នកនរចង់បាន airline មួយណាអ្នកនរចុចកន្លែង filter នេះទៅហើយយើងអាច filter select ថាយើងចង់បាន airline មួយណាតើត្រូវការមានគីឡូដាក់វ៉ាលីអត់គឺយើងអាច select នៅក្នុងបាន filter ហ្នឹងបន្ទាប់មកទៀតអ្នកនរពេលដែលអ្នកនរចុចអស់ហើយគ្រាន់តែ search ទៅគឺវានឹង load សម្បត្តិយន្តហោះមកហើយអញ្ចឹងសម្បត្តិយន្តហោះតកតងទាំងទៅទាំងមកនេះទៅពេញចិត្តសម្បត្តិមួយនេះទៅតម្លៃប៉ុណ្ណឹងអញ្ចឹងពេលយើងចុចទៅវានឹង show នៅសម្បត្តិដែលមកវិញតម្លៃប៉ុណ្ណាអញ្ចឹងយើងបូកតម្លៃចូលប៉ុណ្ណឹងទៅនៅក្នុងនេះគឺគេមានគិតពន្ធគិតក្នុងហ្នឹងហើយអស់ហើយទាំងអស់គ្នាគ្រាន់តែបូកតម្លៃហ្នឹងហើយយើងអាចចុច next ហើយយើងគ្រាន់តែពេញព័ត៌មានរបស់យើងចូលទៅតាមតងលេខ passport អីរបស់យើងហើយបន្ទាប់មកទៀតគឺយើងនឹងចាយតាម credit card យើង pay តាមចេញតាមកាតរបស់យើងទៅគឺរួចជាស្រេចហើយរយៈពេលយ៉ាងយូរ1ម៉ោងក្រោយបន្ទាប់ពីយើងទិញសម្បត្តិយន្តហោះគេនឹងផ្ញើសម្បត្តិយន្តហោះរបស់យើងចូលទៅតាម email របស់យើងអញ្ចឹងដើម្បីទិញសម្បត្តិយន្តហោះបានអ្នកត្រូវតែមាន email ជាមួយនឹង visa card ដែលទើបយើងអាចទិញសម្បត្តិយន្តហោះទៅតាម trip.com នេះបាន